យើងតែងតែលើគេនិយាយថាបើចង់ឲ្យគេគោរពយើងតើតែយើងរៀនគោរពគេសិនចាមានន័យថាយើងត្រូវតែធ្វើសិនឬការពិតអ្វីៗដែលយើងចង់បាននៅក្នុងជីវិតសម្រាប់ខ្ញុំគឺវាគឺជាការវិនិយោគបើសិនជាអ្នកនរគ្នាចង់បានលុយមានន័យថាអ្នកនរគ្នាត្រូវចាប់ផ្ដើមវិនិយោគលុយពីឥឡូវហ្នឹងទៅអ្នកនរគ្នាថ្ងៃក្រោយទៅចង់បានពេលវេលាសល់ច្រើនអញ្ចឹងអ្នកនរគ្នាត្រូវចាប់ផ្ដើមចំណាយពេលវេលាវិនិយោគពេលវេលាពីឥឡូវហ្នឹងទៅបើអ្នកនរគ្នាចង់បានអំពើល្អគុំវិញពីមនុស្សទូទៅគឺអ្នកនរគ្នាត្រូវចាប់ផ្ដើមធ្វើអំពើល្អទៅកាន់មនុស្សជុំវិញខ្លួនដូចគ្នានិយាយជារួមមួយម៉ាត់ឲ្យខ្លីគឺនៅពេលដែលយើងចង់បានអីពីអ្នកណាឬក៏មនុស្សនៅជុំវិញខ្លួនឬក៏មនុស្សនៅក្បែរខ្លួនហ្នឹងគឺយើងធ្វើទង្វើនឹងដាក់គេសិននេះគឺជាពាក្យដែលយើងតែងតែឮហើយសម្រាប់ខ្ញុំគឺវាកើតឡើងវាគឺជាការពិតវាគឺជាច្បាប់ធម្មជាតិហើយវាគឺជាអ្វីដែលយើងត្រូវធ្វើមិនមែនចង់បានហើយរំពឹងចង់បានពីគេដែលខ្លួនឯងបានឲ្យគេមុននោះទេចាអញ្ចឹងដូចគ្នាដែរការគោរពគឺត្រូវឲ្យយើងឲ្យគេមុនទើបយើងទទួលបានត្រឡប់មកវិញអញ្ចឹងវាមានចំណុចមួយចំនួនដែលយើងអាចសន្សំការគោរពពីមនុស្សជុំវិញខ្លួនតាមរយៈទង្វើរបស់យើងនឹងឯងវាជាចំណុចទូចៗដែលយើងធ្វើជារៀងរាល់ថ្ងៃហើយតាមរយៈទង្វើទាំងអស់ហ្នឹងយើងបង្ហាញអំពីការគោរពខ្លួនឯងគោរពអ្នកដទៃហើយ in return គឺយើងទទួលបានការគោរពពីពួកគាត់ត្រឡប់មកវិញទី1គឺយើងតែងតែជាមនុស្សដែលគោរពពាក្យសម្ដីអ្វីដែលយើងនិយាយចេញហើយទោះបីជាយ៉ាងណាក៏ដោយយើងធ្វើវាឲ្យបានបើវាមានហេតុការណ៍បន្ទាន់អីណាមួយដែលយើងធ្វើអត់បានគឺយើងនឹងប្រាប់គេតាមនឹងយើងមិនមែនជាប្រភេទមនុស្សដែលនិយាយចោលធ្វើឲ្យសម្ដីយើងអត់មានតម្លៃទេមួយទៀតគឺយើងគោរពពេលវេលាគោរពពេលវេលាគឺស្មើនឹងយើងគោរពអ្នកដទៃទោះបីជាពេលខ្លះការណាត់ហ្នឹងគឺគេមកចង់ជួបយើងក៏ដោយប៉ុន្តែមិនមែនដោយសារតែគេមកចង់ជួបយើងបែរជាអត់គោរពពេលវេលានោះទេការគោរពពេលវេលាគឺបង្ហាញអំពីតម្លៃខ្លួនឯងតម្លៃរបស់យើងមិនមែនជាតម្លៃអ្នកដែលមកចង់ជួបយើងឬយើងចង់ជួបគាត់ទេពេលដែលគ្រប់ប្រជុំទាំងអស់យើងតែងតែទៅទាន់ពេលវេលាគឺយើងទេដែលជាអ្នកបង្ហាញអំពីគុណតម្លៃខ្លួនឯងហើយបញ្ជាក់ថាយើងគោរពពេលវេលារបស់អ្នកដទៃនិងយើងនឹងទទួលបានការគោរពពីអ្នកដទៃត្រឡប់មកវិញជាប្រភេទមនុស្សដែលទទួលខុសត្រូវបើសិនជាយើងធ្វើខុសកន្លែងនេះខ្ញុំធ្លាប់និយាយដូចគ្នានៅពេលដែលយើងដឹងថាយើងធ្វើខុសយើងកុំព្យាយាមរោលេសឬក៏ព្យាយាមការពារខ្លួនឬក៏ទាញហេតុការផ្សេងឬក៏ទាញអ្នកណាម្នាក់ឲ្យពាក់ព័ន្ធណាអីដែលសំខាន់គឺនៅពេលដែលយើងដឹងថារឿងហ្នឹងគឺជាកំហុសរបស់យើងទោះបីជាវាចេតនាឬអចេតនាក៏ដោយគ្រាន់តែទទួលកន្លែងហ្នឹងគឺបង្ហាញអំពីគុណតម្លៃដ៏ខ្ពស់របស់យើងហើយដែលធ្វើឲ្យអ្នកដទៃគេគោរពយើងកន្លែងហ្នឹងជាប្រភេទមនុស្សដែលស្ដាប់ហើយបាននិយាយមិនមែនជាប្រភេទមនុស្សដែលនិយាយកាត់គេឬក៏ចូលចិត្តនិយាយតែឯងឲ្យគេជាអ្នកស្ដាប់យើងគ្រប់ពេលទេណាប៉ុន្តែជាប្រភេទមនុស្សដែលចូលចិត្តស្ដាប់ហើយនិយាយតាមក្រោយយល់ពីស្ថានភាពហើយបានឆ្លើយតបត្រឡប់ទៅវិញមិនមែនជាប្រភេទមនុស្សដែលអត់យល់ពីស្ថានភាពឬក៏អត់ក្តាប់សាច់រឿងបានទាំងអស់ទេហើយបែរជាចូល comment ណាមិនទេគាត់មិនមែនជាប្រភេទមនុស្សបែបហ្នឹងទេមិនចូលរួមពាក់ព័ន្ធជាមួយនឹងការជជែកគ្នាបែប gossip ណាចាស៊ីត្រាវខ្មែរយើងគេថាស៊ីត្រាវចឹងបើសិនតែយើងដឹងថាបរិយាកាសមួយហ្នឹងគឺកំពុងតែស៊ីត្រាវគ្នាហើយយល់ល្អបើអាចជិះបានជិះទៅពីព្រោះពេលដែលយើងចូលរួមបែបជជែកវែកញែកតែមិនមែនជាការជជែកបែបស្ថាបនាតែជាការរិះគន់ណាគឺវាក៏បង្ហាញអំពីចន្លោះប្រហោងរបស់យើងខ្លួនឯងដែរយើងកាន់តែនិយាយពីគេយើងកាន់តែបង្ហាញពីខ្លួនឯងកន្លែងហ្នឹងធ្វើជាមនុស្សដែលនិយាយម៉ាត់ណាម៉ាត់ហ្នឹងអញ្ចឹងអីដែលយើងនិយាយគឺយើងត្រូវបញ្យល់ឲ្យគេយល់ពីចេតនាហើយយើងមានចេតនាពិតប្រាកដនិយាយជារួមទៅអ្វីដែលយើងនិយាយគឺមានអត្ថន័យច្បាស់លាស់ជាប្រភេទមនុស្សដែលស្វែងរកដំណោះស្រាយជាងនិយាយអំពីបញ្ហាអញ្ចឹងមិនថានៅក្នុងស្ថានភាពទោះបីជាវាផ្ទុយអំពីគម្រោងការវាផ្ទុយអំពីការគិតវាខុសច្ងាងយ៉ាងណាក៏ដោយដែរប៉ុន្តែយើងតែងតែបង្ហាញអំពីការស្វែងរកដំណោះស្រាយនៅខណៈពេលដែលវាប្រែប្រួលនឹងជាងយើងប្រឹងនិយាយអំពីបញ្ហាអញ្ចឹងចំណុចមួយហ្នឹងគឺជាចំណុចពិសេសមួយដែលយើងនឹងទទួលបានការគោរពពីក្រុមការងារក្រុមដៃគូជំនួញអីផ្សេងចំណុចមួយនេះគឺវាចាំបាច់សម្រាប់សុភមង្គលគ្រួសារពីព្រោះនៅពេលដែលប្តីប្រពន្ធ2នាក់គាត់មិនព្យាយាមព្រោះធម្មតាការដឹកនាំគ្រួសារការរស់នៅជួបជុំគ្នាវាអត់មានគ្រប់យ៉ាងសិតតែទៅតាមដូចផែនការទាំងអស់ទេហើយក៏ជារៀងរាល់ថ្ងៃមិនមែនសិតតែជាថ្ងៃដែលពិសេសរាល់ថ្ងៃនោះដែររីករាយរាល់ថ្ងៃនោះដែរអញ្ចឹងពេលដែលហេតុការណ៍ផ្សេងកើតឡើងនៅក្នុងក្រុមគ្រួសារតើក្នុងនាមជាប្រពន្ធឬក៏ប្តីយើងផ្ដោតទៅលើដំណោះស្រាយឬក៏យើងផ្ដោតទៅលើបញ្ហាអញ្ចឹងបើសិនជាយើងផ្ដោតទៅលើបញ្ហាខ្ញុំធានាថាទាំងប្តីទាំងប្រពន្ធនឹង stress ហើយចាហើយនឹងចាប់ផ្ដើមស្វែងរកកំហុសឲ្យថាអ្នកណាជាអ្នកបង្កើតហើយនឹងចាប់ផ្ដើមចាប់កំហុសហើយចោទប្រកាន់គ្នារោតួខុសរោតួត្រូវហើយកន្លែងហ្នឹងតែបើយើងព្យាយាមផ្ដោតរកដំណោះស្រាយវាជារូបភាពមួយទៀតវាជា energy មួយទៀតវាជាជ្រុងមួយទៀតដែលប្រិយពុនយើងព្យាយាមធ្វើជាមួយគ្នាធ្វើជាមនុស្សដែលតែងតែធ្វើលើសចាកុំឲ្យធ្វើខ្វះអញ្ចឹងមិនថាគ្រប់កិច្ចការអីទេមិនថាក្នុងការងារមិនថាក្នុងជំនួញមិនថានៅផ្ទះមិនថាកិច្ចការផ្ទះកិច្ចការក្រៅផ្ទះក៏ដោយយើងជាប្រភេទដែលធ្វើលើសមិនមែនជាប្រភេទដែលធ្វើខ្វះទេចាចង់និយាយថាសុចិត្តធ្វើឲ្យលើសមកជាងធ្វើឲ្យសល់មកជាប្រភេទមនុស្សដែលហ៊ានទទួលយក feedback ត្រង់ចាសម្រាប់អ្នកដែលទទួលបានការគោរពខ្ពស់ពីមនុស្សជុំវិញខ្លួនណាគឺគាត់អត់ដែលបារម្ភរឿងទទួលយក feedback ពីមនុស្សជុំវិញខ្លួនទេ comment មកលើគាត់ចុះគាត់នឹងទទួលយកហើយគាត់នឹងយកទៅពិចារណាកន្លែងហ្នឹងត្រូវឬក៏ខុសកន្លែងហ្នឹងគាត់គួរអភិវឌ្ឍខ្លួនឯងថែមឬក៏យ៉ាងម៉េចធ្វើជាមនុស្សដែលអនុញ្ញាតឲ្យអ្នកដទៃមានឱកាសកែខ្លួន
ឬក៏អនុញ្ញាតឲ្យអ្នកដទៃអាចរីកចម្រើនបានដូចគ្នាមិនមែនជាប្រភេទផ្ដាច់ការឬក៏ចង់បានតែម្នាក់ឯងឬចង់ល្បីតែម្នាក់ឯងចង់ជោគជ័យតែម្នាក់ឯងអញ្ចឹងសម្រាប់អ្នកដែលទទួលបានការគោរពច្រើនហើយសន្សំបានការគោរពជារៀងរាល់ថ្ងៃហ្នឹងគឺគាត់តែងតែមានចរិតមួយគឺទុកឱកាសឲ្យអ្នកដទៃបានរីកចម្រើនដូចគ្នាហើយមួយទៀតដែលខ្ញុំគិតថាចាំបាច់ដូចគ្នាហ្នឹងគឺគាត់អាចរក្សាបានចរិត cool ទឹកមុខ cool ទោះបីជានៅក្នុងស្ថានភាពសម្ពាធយ៉ាងណាក៏ដោយដែរកន្លែងនេះសម្រាប់ខ្ញុំគឺខ្ញុំពិតជាសរសើរមែនពីព្រោះសម្រាប់ខ្ញុំគឺទឹកមុខប្រែប្រួលទៅតាមបរិយាកាសពិបាកលាក់ទឹកមុខចាពិបាកលាក់ទឹកមុខអញ្ចឹងអ្នកដែលគាត់ទទួលបានការគោរពកាន់តែខ្ពស់គឺទឹកមុខរបស់គាត់គឺគាត់អាចរក្សាសម្ពាធនៅខាងក្នុងហើយទឹកមុខរបស់គាត់គឺមើលទៅនៅតែ cool ហើយចំណុចពិសេសមួយទៀតគឺគាត់មិនមែនជាប្រភេទមនុស្សដែលចូលចិត្តកាត់ក្តីអ្នកដទៃចាគាត់តែងតែមានចរិតចង់ជួយអ្នកដទៃប៉ុន្តែគាត់មិនព្យាយាមកាត់ក្តីអ្នកដទៃទេកន្លែងហ្នឹងដែលយើងអាចញែកដាច់រវាងអ្នកដែលជារៀងរាល់ថ្ងៃទទួលបានការគោរពពីពួកយើងចាហើយបើសិនជាយើងចង់ទទួលបានការគោរពពីមនុស្សជុំវិញខ្លួនខ្ញុំគិតថាពួកយើងអាចរៀនពីចំណុចតូចៗទាំងអស់ហ្នឹងបានដូចគ្នា